chẳng dươngចូលឧទាហរណ៍តែយើងចូលចឹងយើងចូល website ហ្នឹងយើងវាយ aft dash center.com ណាយើងវាយចឹង enter មកអូខេចឹងនេះគឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុណាហើយវាមានវគ្គសិក្សាមួយចំនួននៅក្នុងហ្នឹងយើងមើលនេះវគ្គសិក្សាណាមានវគ្គសិក្សាតាក់ទងនឹងកត់ត្រាបញ្ជីគណនេយ្យកម្រិតដំបូងវគ្គ2នេះគឺកត់ត្រាបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនសេវាកម្មហើយវគ្គ3កត់ត្រាបញ្ជីគណនេយ្យសម្រាប់ក្រុមហ៊ុនជួសជុលក៏ដូចជាគ្រឿងបន្លាស់នឹងមានវគ្គផ្សេងៗតទៅទៀតអញ្ចឹងណាយើងអាច review វគ្គហ្នឹងបានអញ្ចឹងណាយើងអាចចុចចូលមើលមកណាយើងអាច review វគ្គហ្នឹងមើលថាតើវគ្គហ្នឹងរៀនពីអីបាទជំរាបសួរបងប្អូននិងបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់មកយើងអាចដើម្បីនេះទិញវីដេអូមករៀនបានយើងត្រូវបង្កើតគណនីយើងជាមុនសិនអញ្ចឹងណាអញ្ចឹងដើម្បីបង្កើតគណនីយើងឈ្មោះគណនីយើងចូលកន្លែងនេះកន្លែងរូបនេះណាហើយយើងប្រើនេះយើងយកចុះឈ្មោះណាយើងចុចឈ្មោះមកពេលដែលយើងចុចឈ្មោះទៅវាចេញបង្កើតគណនីរបស់អ្នកអញ្ចឹងកន្លែងនេះយើងដាក់ឈ្មោះយើងមកយើងឈ្មោះអីគេអញ្ចឹងណាឧទាហរណ៍ថា Fan Jeman ណា Fan Jeman ហើយដាក់ email មកណា Fan Jeman ណា @gmail.com អញ្ចឹងណាគ្រូដាក់លេខសម្ងាត់អូខេវាយលេខសម្ងាត់ភាសាទៀតរួចហើយចុច tick កន្លែងនេះមកអូខេអញ្ចឹងវាចេញឲ្យយើងរឹសណានេះ crosswalk អញ្ចឹងកន្លែងណាមាន crosswalk យើងដាក់មកនេះ crosswalk ណាអូខេអញ្ចឹង crosswalk នេះក៏ crosswalk ដែរអញ្ចឹងយើងចុច verify បន្ទាប់ពីយើងចុច verify ហើយយើងយកនេះចុះឈ្មោះណាអូខេបន្ទាប់ពីយើងចុចឈ្មោះយើងរងចាំតិចទៅនៅពេលដែលយើងចុះឈ្មោះណាយើងចុចនេះវានឹងចេញនេះណាតំណភ្ជាប់ផ្ទៀងផ្ទាត់សូមផ្ញើអ៊ីមែលរបស់អ្នកនេះលោកអ្នកផ្ទៀងផ្ទាត់នឹងរីករាយនឹងសេវាកញ្ចប់របស់យើងអញ្ចឹងគេឲ្យយើងទៅមើលអ៊ីមែលឡើយនេះយើងទៅមើលអ៊ីមែលរបស់យើងអញ្ចឹងណាអញ្ចឹងយើងរងចាំតិចទៅឬក៏យើងត្រឡប់ទៅមើលអ៊ីមែលរបស់យើងណានេះឃើញទេអញ្ចឹងពេលដែលទៅមើលអ៊ីមែលគឺ ALT Center នេះគេផ្ញើអ៊ីមែលទៅដើម្បីយើង verify នេះយើងចុចយើងគ្រាន់តែចុចកន្លែងហ្នឹងមកនេះណាចុច verify មកយើងចុចតែប៉ុណ្្នឹងទៅអូខេណាពេលដែលយើងចុចហើយនេះការផ្ទៀងផ្ទាត់ទទួលបានជោគជ័យឃើញទេយើងផ្ទៀងផ្ទាត់បានជោគជ័យហើយអញ្ចឹងមកដល់ដំណាក់កាលនេះបានន័យថាយើងបានបង្កើតគណនីនៅក្នុងមជ្ឈមណ្ឌល AFT Center រួចហើយអញ្ចឹងណាអញ្ចឹងកិច្ចការបន្ទាប់គឺយើងចូលបានន័យថាយើងចូលប្រើណាឬក៏យើងចូលទិញអញ្ចឹងយើងចូលប្រើមកនេះយើងចូលប្រើមកអូខេយើងចុចចូលប្រើអញ្ចឹងនៅពេលដែលចូលប្រើចេញផ្ទាំងស្វាគមន៍នេះអញ្ចឹងយើងវាយអ៊ីមែលរបស់យើងមកអ៊ីមែលដែលយើងមិញគឺ Fancheman គេណាវាបានទៅសេជាប់នៅនឹងឯងគេណា Fancheman អញ្ចឹងយើងគាត់ដាក់ចឹងមកវាយ Fancheman មកហើយយើងវាយ password យើងណាអូខេអញ្ចឹងកន្លែងនេះយើងចង់ឲ្យចងចាំយើងដាក់ទៅដើម្បីចងចាំហើយយើងចុចកន្លែងនេះមកអូខេអញ្ចឹងយើងចុចចូលណាអូខេយើងចូលគណនីយើងអូខេយើងបានចូលហើយយើងចង់ឲ្យមានការចងចាំឈ្មោះរបស់យើងនៅហ្នឹងយើងចុចមកហើយបើសិនជាយើងមិនចង់ឲ្យចងចាំយើងដាក់ never ប៉ុន្តែយើងចូលថ្ងៃក្រោយទៀតខ្ជិលវាយយើងយកចងចាំមកអញ្ចឹងណាយើងចុចចងចាំមកអូខេអញ្ចឹងនេះគឺជាផ្ទាំងតទេបានផ្ទាំងការគ្រប់គ្រងវគ្គសិក្សាណាយើងអត់ទាន់បានជាវវគ្គសិក្សាមួយនៅឡើយទេអញ្ចឹងណាដើម្បីចូលរៀនវគ្គបានយើងត្រូវទៅមើលវគ្គមួយណាដែលយើងចង់ចូលរៀនអញ្ចឹងយើងចុចមកនេះវគ្គដែលយើងចង់ចូលរៀនណាយើងចុចចឹងអូខេឧទាហរណ៍ថាខ្ញុំចង់ចូលវគ្គដំបូងព្រោះខ្ញុំអត់ទាន់ចេះគណនេយ្យទេខ្ញុំត្រូវការសិក្សាវគ្គដំបូងឧទាហរណ៍ណាគឺខ្ញុំចូលនេះចូលទិញវីដេអូណាអញ្ចឹងចូលចុចលើវាទៅនេះ add to the cart successfully អញ្ចឹងណានេះឡើងលេខ1នេះណាអញ្ចឹងកន្លែងហ្នឹងណាអញ្ចឹងចុចកន្លែងហ្នឹងមកអូខេនៅពេលដែលយើងចុចកន្លែងហ្នឹងមកវានឹងមកផ្ទាំងនេះមួយទៀតនេះផ្ទាំងតម្លៃវគ្គនេះយើងចុចកន្លែងនេះបន្តទៅគិតប្រាក់ណាយើងចុចបន្តទៅគិតប្រាក់មករួចហើយវានឹងចេញធ្វើការទូទាត់ណាផ្ទាំងនៃការទូទាត់អញ្ចឹងផ្ទាំងទូទាត់យើងចុច click លើនេះមកនេះ click លើហ្នឹងមកអូខេយើង click លើហ្នឹងមករងចាំបន្តិចណាវានឹងចេញចែគេណាអញ្ចឹងយើងអាចបើសិនជាយើងមានទូរស័ព្ទយើងអាច scan ទៅណាឬក៏យើងផ្ញើទៅយើងផ្ញើរួចហើយយើងបើសិនជាយើងប្រើ computer ឬក៏យើងប្រើទូរស័ព្ទបើយើងប្រើ computer យើងយកមកទុកក្នុង computer មកហើយបើសិនជាយើងប្រើទូរស័ព្ទពេលដែលយើង scan ហើយយើង touch screen ទុកទៅអញ្ចឹងណាពេលដែលយើង touch screen រួចហើយយើងមកចូលកន្លែងនេះឈូសគេណា
ចឹងឧទាហរណ៍ថាខ្ញុំបានបង់ប្រាក់រួចហើយចឹងណាចឹងខ្ញុំត្រូវ upload នេះទៅឲ្យសាលាចឹងណាចឹងខ្ញុំត្រូវឈូស file ហើយចឹងខ្ញុំទៅរក file ដែលខ្ញុំបានបង់ប្រាក់ហ្នឹងណាហ្នឹងហើយឧទាហរណ៍ថាឥឡូវខ្ញុំបានបង់ប្រាក់ហើយឥឡូវខ្ញុំទៅរក file ហ្នឹងដែលខ្ញុំបានបង់ប្រាក់ណាចឹងនៅក្នុងនេះមានណានេះខ្ញុំបានបង់ប្រាក់ណាចឹងចុចមក open វាមកវានឹងចូលមកចេះឃើញទេចឹងនៅពេលដែលយើងចូលយើងចុចនេះដាក់បញ្ជូនប្រតិបត្តិការនៃការបង់ប្រាក់ចឹងយើងចុចមកហើយបន្ទាប់ពីយើងចុចហើយយើងនេះណាបន្ទាប់ពីយើងចុចហើយវាចេញចេះណាចេញចេះបានន័យថាយើងបានបង់ប្រាក់រួចហើយចឹងយើងគ្រាន់តែរងចាំណាហើយយើងរងចាំណារងចាំការអនុម័តពីសាលារៀនពីមជ្ឈមណ្ឌល AFT Center អូខេចឹងយើងរងចាំតិចណាខាងមជ្ឈមណ្ឌលគាត់បានអនុម័តរួចហើយគាត់ឯកភាពលើការបង់ប្រាក់យើងរួចហើយយើងអាចចូលណាបន្ទាប់ពីគាត់ approve ហើយយើងអាចចូលទៅវគ្គសិក្សាបានណាអញ្ចឹងយើងចូលមកចូលទៅវគ្គសិក្សារបស់យើងចុចចឹងមកណាអូខេយើងចុចមកនេះយើងបានបង់ប្រាក់រួចហើយណាអូខេអញ្ចឹងយើងអាចចូលវគ្គសិក្សានឹងបានហើយអញ្ចឹងណាអញ្ចឹងយើងអាចចូលរៀននេះចុចកន្លែងចូលរៀននេះមកនេះឃើញចេញវគ្គយើងណា